Nè này nhôm ta Đa cặp phông tay tròn đay nhiều nè hot hot đấy ទេ hot hot đấy đâm bay quát អ្វីផលប្រយោជន៍រួម ផលប្រយោជន៍រួម បាទជាផលប្រយោជន៍សាធារណៈបង ពោសាធុចឹងមានន័យថាញោមតាអាចជួយអ្វីបានក៏ជួយនឹងទៅណា កណា សាធុល្អមែនទែនមើលឃើញសកម្មភាពញោមទាំងអស់គ្នាក៏ជួយចងដែកចងអីហ្នឹងសុទ្ធតែកម្លាំងចាស់ចាស់ណានេះជាកម្លាំងសាមគ្គី អត់ជួលទេបាទ ជួលទេ អត់អីណា សាធុ អត់កម្លាំងសាមគ្គីបាទ អត់មកថតញោមក៏អត់ជួលដែរ ចូលណែគណៈជាបឋមខ្ញុំកណ្ណាសូមក្រាបថ្វាយបង្គំព្រះអង្គគ្រូចៅអធិការព្រះនាមសំពិសីចៅអធិការវត្តធម្មនិមិត្តចម្ពូផលដែលនិមន្តមកគង់ជាអធិបតីហើយនឹងសូមណែធ្វើសេចក្តីរាប់អានមួយលើដោយប្អូនធារាប្អូននេះជាជំនួយការផ្នែកហិរញ្ញវត្ថុក្នុងការជួយចូលរួមគ្រប់គ្រងថ្នល់ហើយនៅមួយទៀតប្អូនស្រីចាន់នីអាឡ័យរត់ឲ្យសញ្ញេกระដាស់ស្នាមនៅឃុំសង្កាត់អញ្ចឹងក៏សូមគោរពពុកម៉ែបងប្អូនសូមគោរពសូមទោសសូមក្រាបថ្វាយបង្គំប្រកាសណាមគុណចាស់គ្រប់ព្រះអង្គនៅក្នុងនិងក្រៅចិត្តឆ្ងាយទាំងអស់និងសូមគោរពពុកម៉ែបងប្អូនញាតិមិត្តចិត្តឆ្ងាយបងប្អូនសពរស់ជនក្នុងប្រទេសនិងក្រៅប្រទេសទាំងអស់ជាទីគោរព នៅក្នុងថ្ងៃនេះថ្ងៃប្រហែលរោចថ្ងៃនេះថ្ងៃ8រោចខែអាសត់ ឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569ដែលត្រូវនឹងថ្ងៃពុទ្ធទី15ខែតុលាឆ្នាំ2025ខ្ញុំកណ្ណាខ្ញុំបានទទួលនៅចតុបច្ច័យតាមរយៈប្អូនធារាតាមរយៈត្រូវជាឪពុកធំម្ដាយធំនៅឯប្រទេសកាណាដាគឺបានពំនាំអំពាវនាវបងប្អូនញាតិមិត្តនៅក្នុងប្រទេសកាណាដានៅថវិកាមួយចំនួនដែលមានសរុបជាទឹកប្រាក់គឺគិតជាប្រាក់ដុល្លារគឺមាន790 ដុល្លារ បាទ790ដុល្លារតាមរយៈអ៊ំស្រីប៊ិនហេងនិងអ៊ំប្រុសអង្គខាត់បាទគាត់បានប្រមូលនៅថវិកានេះចំនួនជាថវិកាលុយកាណាដាទេប៉ុន្តែសរុបជាដុល្លារបាន790ដុល្លារអញ្ចឹងមានឈ្មោះដូចខាងក្រោមដែលខ្ញុំនឹងសូមធ្វើការអានទី1អ៊ំស្រីប៊ិនហេងនិងក្រុមគ្រួសារ150កាណាដាទី2បងស្រីសុកនិងក្រុមគ្រួសារចំនួន150កាណាដាទី3អ្នកស្រីម៉ាលីសនិងលោកសារឿន150កាណាដាទី4លោកយាយជីនិងបងស្រីខន135កាណាដាទី5លោកដោននិងភរិយាចំនួន135កាណាដាទី6លោកអីគេខាល់លោកខេលៀនបាទលោកខេលៀននិងភរិយាចំនួន100កាណាដាទី7អ្នកស្រីសូយនិងលោកឆាំបាទចំនួន100កាណាដាទី8លោកច័ន្ទវឿននិងភរិយាចំនួន50កាណាដាទី8លោកច័ន្ទវឿននិងភរិយា50កាណាដាទី9អ្នកស្រីវណ្ណាប្រាក់ចំនួន100កាណាដាទី10អ្នកស្រីថាលោកសារ៉នគឺចំនួន30កាណាដាហើយនឹងមួយទៀតគឺប្អូនសាទមេងពេញទីបាទប្អូនសាទពេញទីដែលបានធ្វើការនៅប្រទេសកូរ៉េគឺចូលជាទឹកប្រាក់ចំនួន100ដុល្លារសហរដ្ឋអាមេរិកបាទអញ្ចឹងចំនួន150ដុល្លារអាមេរិកអញ្ចឹងយើងបូកជួសគ្នានេះដែរអត់បូកបញ្ចូលគ្នាណាអញ្ចឹងបើចំនួនទឹកប្រាក់កាណាដាដែលបានចូលមកនោះគឺគិតជាប្រាក់ដុល្លារមាន790ដុល្លារហើយបូកនឹងប្អូនសាទពេញទីនៅកូរ៉េ100ដុល្លារទៀតបាន890ដុល្លារសហរដ្ឋអាមេរិកនេះតាមខ្ញុំកណ្ណាខ្ញុំបានទទួលតាមរយៈប្អូនធីរាបានដែលជាតំណាងត្រូវជា
ក្មួយអ៊ំប៊ិនហេងនិងអ៊ំប្រុសអ៊ុងខាត់បាទនៅឯប្រទេសកាណាដាតាមយ៉ាងអញ្ចឹងគឺបានយកមកប្រគល់ហើយនេះមាននៅទីនេះស្រាប់អញ្ចឹងខ្ញុំបកណាក៏ជួសមុខប្រគេនសម្រាប់បដិជនក៏ជួសមុខឲ្យគណៈកម្មការត្រួតត្រងនៅផ្លូវថ្នល់សូមថ្លែងអំណរគុណតាមរយៈអ៊ំស្រីប៊ិនហេងនិងអ៊ំប្រុសអ៊ុងខាត់និងអស់លោកសប្បុរសជនទាំងអស់ដែលបានចូលមានឈ្មោះទាំងអំបាលមកនេះបាទសូមជូនបុណ្យកុសលណាបុណ្យកុសលកសាងផ្លូវថ្នល់នេះបាទសូមទេវតាតាមជួយថែរក្សាអ៊ំប្រុសអ៊ំស្រីក៏ដូចជាបងប្រុសបងស្រីប្អូនប្រុសប្អូនស្រីក្មួយប្រុសក្មួយស្រីទាំងអស់សូមឲ្យទេវតាតាមជួយថែរក្សាឲ្យពរសូមមានសេចក្តីសុខនិងចម្រើនហើយជាពិសេសមានបុណ្យជាមលុបត្រជាប្រៀបដូចជាសមលអន្ទោលតាមប្រាណជួយឲ្យបានត្រជាកាយត្រជាចិត្តទៅទីណាកន្លែងណាបានសុខចម្រើនជារៀងរហូតតរៀងទៅមកណាសូមអនុមោទនាលោកគ្រូថ្មដោយសារតែមកដល់ទីនេះហើយលោកគ្រូក៏ពឹងពោឲ្យជួយថតជាសកម្មភាពវីដេអូក្នុងការដំណើរការសាងសង់នៅផ្លូវបេតុងនេះលោកគ្រូអាចប្រាប់បញ្ជាក់សារជាថ្មីបានទេចាប់ពីផ្លូវរថភ្លើងនេះមានចំនួនប្រមាណម៉ែត្រហើយប្រមាណការ៉េដែរទៅដល់ខ្លោងទ្វារវត្តតែម្ដងអញ្ចឹងលោកគ្រូសូមមានប្រសាសន៍ទៅគណាណែផ្លូវបេតុងណែតាមពិតនៅក្នុងផ្លូវនេះមាន2កំណាត់ណាបើគិតពីថ្នល់ជាតិមកដល់ទីវត្តអារាមតែម្ដងគឺមាន320ម៉ែត្រណាមានប្រវែង320ម៉ែត្រណាតែបើគិតពីត្រឹមផ្លូវរថភ្លើងនេះទៅដល់វត្តគឺមានត្រឹមតែ150ម៉ែត្រ150ម៉ែត្រអញ្ចឹង150ម៉ែត្រនេះខ្ញុំកណ្ណាខ្ញុំបាទក្រោមការដឹកនាំរបស់ព្រះអង្គព្រះគ្រូចារិកាសំពិសីចារិកាវត្តធម្មនិមិត្តចម្ពូផលព្រះអង្គសម្រាប់ឲ្យបើកផ្លូវនេះទំហំដែលត្រូវធ្វើនេះគឺទំហំ5ម៉ែត្រផ្លូវសាច់បេតុង5ម៉ែត្រណាតែចំណីខាងកន្លះម៉ែត្រទៀតវាជួ6ម៉ែត្រណាណាអញ្ចឹងគឺសាច់បេតុងយក5ម៉ែត្រសិនជាជំហានណាហើយប្រវែង150ម៉ែត្របែង150ម៉ែត្រអញ្ចឹងគិតជាម៉ែត្រការ៉េគុណមើលទៅឃើញ750ម៉ែត្រការ៉េ750ម៉ែត្រការ៉េហើយដែលបានគណនាពីសម្ភារៈដែលត្រូវធ្វើនេះគឺមានស៊ីម៉ង់ដែលត្រូវធ្វើ750ការុងដែរក្នុង1ការ៉េភាសាមើលជាមួយជាងថា1ការ៉េស្មើនឹង1ការុងអញ្ចឹង750ការ៉េស្មើ750ការុងដែរណាហើយដែកគឺបានចងរួចហើយគឺទំហំណាដែកត្រូវប្រើអស់ដែក10លីទម្ងន់5តោនណាចំនួន5តោនណា5តោនគឺព្រោះយើងចង1តោនបានប្រវែង56ម៉ែត្រណាក្នុងមួយចំហៀងណាគុណណាមួយចំហៀង56ម៉ែត្រអញ្ចឹង5តោនហ្នឹងលោកគ្រូ5តោនហ្នឹងគឺមកចប់ទៅដល់នោះតែគុណណាមកចប់ទៅដល់វត្តចំនួនដែកហើយដែក1តោនវាតម្លៃ600ណាសំទោស$560កណានឹងដែកក្នុង1តោនបញ្ជាក់ពីស៊ីម៉ង់ផងរៀងលោកហើយស៊ីម៉ង់ខ្ញុំកណាធ្វើនេះឯកភាពជាមួយប្អូនជាមួយបដិគុណទាំងអស់និងគណៈកម្មការត្រួតត្រងទាំងអស់គ្នាហ្នឹងឯកភាពយកស៊ីម៉ង់អូតកណាបងតម្រូវឲ្យបងសូមអធិស្ឋានពីទឹកចិត្តបងប្អូនពុកម៉ែទាំងអស់សពរស់ជនដែលបានចូលនោះជួនកាលគាត់ថាចាំបាច់អីតម្រូវអីស៊ីម៉ង់អីតែខ្ញុំកណាចង់បានគុណភាពផ្លូវហ្នឹងឲ្យបានយូរណាអញ្ចឹងមិនចង់ប្រើស៊ីម៉ង់ចម្រុះទេអញ្ចឹងប្រើស៊ីម៉ង់អូតនេះក្នុង1តោនតម្លៃ$90បងតម្លៃ$90សហរដ្ឋអាមេរិកណានឹងស៊ីម៉ង់អូតណាអញ្ចឹងហើយរីឯដែកអូននៅសំទោសនៅថ្មហើយនឹងខ្សាច់កណាហើយថ្មត្រូវដែលពិភាក្សាមើលគិតកាលេត្រួសជាមួយជាងគឺអស់100ម៉ែត្រគីបកណាហើយ100ម៉ែត្រគីបក្នុង1គីប50000រៀលណា50000រៀលថ្មអងដឺសម្រាប់ចាក់សាបណារីឯខ្សាច់សម្រាប់ចាក់ហ្នឹងក៏មានទៅតាមនឹងដែរមានខ្សាច់កម្រិតដល់55000ក្នុង1គីប55000រៀលក្នុង1គីបហើយនឹងមានកម្រិតត្រឹម50000រៀលក្នុង1គីបទៅតាមនឹង
ចឹងខ្សាច់ដែលត្រូវប្រើនេះគឺមានដល់ទៅ100ម៉ែត្រគីបដែរ អូ ណា ច្រើន 100ម៉ែត្រគីបណាហើយបច្ចុប្បន្នខ្សាច់ទើបតែបានដែលបងប្អូនសប្បុរសជនបានចូលនេះ38ម៉ែត្រគីបហើយ អូ ចូលជាខ្សាច់ណាគឺបងអូនដាហើយនាងចន្ទថា35ម៉ែត្រគីបហើយបងពីងសេរីវត្តចូល3ម៉ែត្រគីបណារីឯថ្មគឺលោកជាងសរមណាលោកក៏បានចូល7ម៉ែត្រគីបហើយនឹងបងប្អូនគាត់នៅខាងស្នួលកោងចូល7ម៉ែត្រគីបទៀតហើយនឹងលោកគ្រូអតីតចារិកាវត្តនៅចម្ពោះផលនេះតែគាត់មានគ្រួសារខ្ញុំតែឈ្មោះនៅក្នុងបញ្ជីនោះនឹងគាត់ចូល1ឡានដែរ7ម៉ែត្រគីបដែរកណា អញ្ចឹងដោយសារតែកុំឲ្យវីដេអូនេះវែងពេកអញ្ចឹងមិញនេះយើងមកយើងឃើញមានសកម្មភាពញោមតាយាយអីហ្នឹងគាត់ជួយចងដៃចងអីនៅខាងនោះណាអញ្ចឹងបញ្ជីឈ្មោះដែលនៅខាងនោះអញ្ចឹងអញ្ជើញលោកគ្រូទៅអាននៅនោះមានឃើញសកម្មភាពនៅខាងនោះផង ហើយចាក់បេតុងនេះបញ្ជាក់ថែមទៀតមិញភ្លេចប្រាប់កម្រាស់ថ្នល់ កម្រាស់ កម្រាស់មកទឹកកន្លះបងកម្រាស់មកទឹកកន្លះ កម្រាស់មែនតើ ទំហំមកទឹកកន្លះហើយប្រើដៃ10លីហើយទំហំ5ម៉ែត្រហ្នឹង ហើយដំណើរការនៃការចាក់នេះចាប់ផ្ដើមនៅថ្ងៃណាលោកគ្រូ ណារយៈពេលតាមពិតត្រូវដំណើរនេះហើយពួកបើកផ្លូវបានហើយប៉ុន្តែដោយវត្តទើបតែនឹងហៅកឋិន ទៅចាប់កឋិន ណាអញ្ចឹងគឺខ្លាចស្ទះចរាចរណ៍បងប្អូនអីជាដើមអញ្ចឹងក៏ឥឡូវទៅរួចរាល់ហើយមុនដែលគុណមកសារជាថ្មីដើម្បីរៀបចំនឹងចាប់ផ្ដើមអញ្ចឹងទៅមើលសកម្មភាពជាងដែលកំពុងចងដៃប្រហើយសូមរដ្ឋនេះ ណាសូមនិមន្តទេ ណាពុកម៉ែបងប្អូនចូលរួមជាងចងដែកតាមភាពចងដែកឥឡូវដែកនេះដាក់4តោនមកហើយ4តោន 4តោននៅមួយតោនទៀតគ្រប់លោកគ្រូ កណាដែក លោកគ្រូមានប្រសាសន៍ទេ នេះជាចំនួនដែកដែលបានចងហើយបានជាង3តោនហើយជិត4តោនហើយណា ទំហំដែក10លីជាចំនួននេះក្នុងមួយផ្ទាំងបងមកផ្ទាំងនេះ6ម៉ែត្រណា ក្នុងមកផ្ទាំងនេះ6ម៉ែត្របដោយ2ម៉ែត្រកន្លះ ណាទទឹង2ម៉ែត្រកន្លះទទឹង2ម៉ែត្រកន្លះបណ្ដោយ6ម៉ែត្រ អូ ណាដែកក្នុងមួយដើមកាត់ជា2ធ្វើណានេះជាទំហំចងហើយ រឹងមាំព្រោះនឹកឃើញថាយើងមិនមែនឲ្យក្រុមហ៊ុនដេញថ្លៃអីទេនេះគឺយើងសាមគ្គីទាំងអស់គ្នា ធ្វើដោយកម្លាំងសាមគ្គី ក្នុងមហាសាមគ្គីហើយដល់សាមគ្គីយើងធ្វើម៉េចឲ្យមានគុណភាពឲ្យមមតំឲ្យអស់លទ្ធភាពណាមហាសាមគ្គី លោកគ្រូអាត្មាសូមបញ្ជាក់តិចលោកគ្រូការដែលយើងចាក់នេះជាកម្លាំងដែលយើងត្រូវជួលកម្លាំងពលកម្មជាងបន្ថែមទៀតឬក៏សពរសជនបងប្អូនអីចុះជួយប្រសង់អីចុះជួយចាក់ឬយ៉ាងម៉េចដែរលោកគ្រូ គណាណែការងារធ្វើថ្នល់នេះគឺជួលមេជាង3នាក់ហើយមេជាង3នាក់ហ្នឹងក៏គាត់យកថ្លៃមិនពេញទេគាត់ជួយចូលរួមព្រោះគាត់ជាអ្នកស្រុកអ្នកភូមិនេះដែរ អូសាធុ ណាអញ្ចឹងគាត់យកមួយថ្ងៃតែ45000រៀលណាបើគាត់ជាមេជាងធ្វើនៅក្រៅបានកម្រៃលើសហ្នឹងតែគាត់សុំ45000រៀលហើយជាងបាត់តែមេជាង13នាក់ទេរីឯចងស្អីទាំងអស់នេះគឺកម្លាំងមហាជនកម្លាំងបងប្អូនអ្នកភូមិជួយចូលរួមហើយនៅពេលដែលចាក់ថ្ងៃចាក់ហ្នឹងប្រហែលជាកែនកម្លាំងព្រះអង្គផងហើយកូនចៅព្រះអង្គព្រះភិក្ខុព្រះអរិយបុត្រភ័យសុផានព្រះអង្គដែលជាម្ចាស់កាមេរ៉ាមែននេះក៏ខ្ញុំកណាទៅរតនាព្រះអង្គមកជួយដែរតែរតនាតែបន្ទប់ទឹកនៅតងោលហ្នឹងណាសាមគ្គីណាអត់ទេតាមហ្នឹងអញ្ចឹងលោកគ្រូចេះដោយសារការសាមគ្គីនេះអាត្មាមើលឃើញមិនថាសាលារៀនឬក៏វត្តអារាមដតីទៀតតែងឃើញមានការចាក់បេតុងចាក់ផ្លូវថ្នល់ពួកគាត់ធ្វើគឺពេលខ្លះពុកម៉ែបងប្អូនយើងគាត់រវល់នៅពេលថ្ងៃរោទទួលទានអីដល់ពេលតែចង់មកជួយពេលថ្ងៃវាមកអត់រួចដូច្នេះគេមានអាកម្មវិធីពេលយប់អញ្ចឹងសួរថាពេលដែលចាក់ហ្នឹងមានកម្មវិធីពេលយប់ដែលអត់ណែនេះគុណមិនទាន់ហ៊ានថាទេព្រោះពេលយប់ណែខ្លាចបើភ្លៀងអីយើងពិបាកនឹងការគ្រប់គ្រងវិញអញ្ចឹងយើងដំណើរការតែពេលថ្ងៃទេណាតែពេលថ្ងៃហើយយើងអាចប្រព្រឹត្តបានម៉ោងណាយើងទៅម៉ោងហ្នឹងណាសាធុហ្នឹងបញ្ជាក់ច្បាស់ក្រែងលោថាយប់ក៏មកថ្ងៃក៏មកអញ្ចឹងបើតាមអាត្មាគិតថា
ហើយជាអាចបានតែពេលថ្ងៃទេពីព្រោះជាងអស់កម្លាំងតែថ្ងៃហើយយប់ឡើងអាចធ្វើកើតទៀតទេ កណាកណា បើ នឹងហើយជាពិសេសពិបាកគ្រប់គ្រងសម្ភារៈហើយគ្រប់គ្រងអីទាំងអស់ពេលយប់มันល្អយ៉ាង ចឹងចេញលោកគ្រូទៅមើលសកម្មភាពនៅខាងនោះទៀតហើយក៏លោកគ្រូចង់ប្រកាសឈ្មោះសប្បុរសជនបន្ថែមនៅក្នុងបញ្ជីរបស់លោកគ្រូណាបើ នេះថ្មដែលបងប្អូនចូលមកខ្លះហើយបាន2ឡាន3ឡានថ្មហើយខ្សាច់តែខ្សាច់នេះចូល3គីប នេះជាសកម្មភាពដែលព្រះអង្គសកម្មភាពលោកតាលោកយាយពុកម៉ែមេមីងទាំងអស់គណៈកម្មការនេះចូលរួមជួយចងដែកសម្រាប់បានផ្លូវបេតុងប្រើនៅសាធារណៈទៅដល់វត្តតែម្ដងបងកម្មភាពពុំកាត់ដែក នេះជាកន្លែងដែលសកម្មភាពក្រុមការងារក្រុមជាងបងប្អូនពុកម៉ែទាំងអស់ណែដែលបានលះបង់ពេលវេលាអាចមកជួយចងដែកណាហើយជាងកាត់ក៏នៅកាត់នឹងទៅអញ្ចឹងខ្ញុំកណ្ណាខ្ញុំបានសូមអានឈ្មោះបងប្អូនដែលបានចូលពីមុនមកផងហើយក៏បន្ថែមតាមក្រោយមកទៀត បាទទី1ព្រះអង្គគ្រូសំពិសីព្រះអង្គព្រះគ្រូចៅអធិការវត្តធម្មនិមិត្តចម្ពោះផលព្រះអង្គបានបរិច្ចាគនៅបច្ច័យសម្រាប់ប្រើប្រាស់បច្ច័យ4របស់ព្រះអង្គផ្ទាល់គឺចំនួន1លានរៀលកណា1លានរៀលនេះគឺ ព្រះអង្គលោកបានបរិច្ចាគផ្ដើមក្នុងការសាងសង់នេះជាបន្តលោកអេវិននិងលោកកៅបានកៅសដាច័ន្ទលោកហួតសុងសេអ្នកស្រីស្រេងកំឈៀងគឺស៊ីម៉ង់5តោនស្មើនឹង$450ទី2កូនចៅលោកតាខ្វាងគាត់ធ្វើមរណភាពទៅហើយកូនចៅបានចូលរួមស៊ីម៉ង់5តោនស្មើនឹង$450តាម1តោន$90តាមហ្នឹងហើយបន្តលោកអឿងសរិននិងភរិយាព្រមទាំងបុត្របាទគឺជាកូនក្រុមគ្រួសារលោកគ្រូនៅនឹងដើមផ្លូវនេះតែម្ដងស៊ីម៉ង់5តោនទី4លោកតាឈៀងឆែបាទស៊ីម៉ង់2តោនទី5លោកឡាវឈិញនិងភរិយាព្រមទាំងបុត្រស៊ីម៉ង់2តោនទី6លោកចៅលេងឈិញនិងភរិយាជំទប់ទី1នៃក្រុមប្រឹក្សាឃុំភ្នំតូចចំនួន1តោនទី7លោកអៀងប៊ុនរ៉េតក្រុមប្រឹក្សាឃុំភ្នំតូចចំនួន1តោនទី8លោកឈៀងបញ្ញានិងលើយចិន្តាចំនួន1តោនទី9រូបខ្ញុំបាទលីមលីហៅសេងវ៉នហើយអ្នកស្រីធូឆាន់សំង2តោននិងសម្ភារៈផ្សេងទៀតណាទី10លោកគ្រូសល់និងភរិយាស៊ីម៉ង់1តោនទី11ព្រះអង្គព្រះភិក្ខុអរិយពុទ្ធភ័យសុផានព្រះអង្គម្ចាស់កាមេរ៉ាដែលព្រះអង្គនិមន្តមកតតវគ្គមុនហើយឃើញព្រះអង្គចូលស៊ីម៉ង់1តោនណាលោកឆេងកំឈួរអ្នកស្រីហមហួយព្រមទាំងបុត្រហើយនិងអ្នកស្រីហមលូនពីរអ្នកបងប្អូនគាត់ស៊ីម៉ង់1តោនបាទប្អូនដាងនិងនាងចន្ទថាព្រមទាំងបុត្រគឺខ្សាច់1ឡាន35ម៉ែត្រគីបស្មើ$400លោកងួនចានីនិងលោកខឿងខៀងបាទថ្ម7ម៉ែត្រគីបស្មើ$35,000រៀលថ្មសម្រាប់ចាក់សាបប្អូនប៉ុននាងទ្រាបាទស៊ីម៉ង់កន្លះតោនអ្នកគ្រូយុទ្ធធូគុន្ធានិងប្អូនធីមជាងម៉ូតូបាទកូនលោកគ្រូធូកូនប្រសាកូនបកើតលោកគ្រូយុទ្ធធូហើយនឹងជាចៅលោកតាភុកយឹបស៊ីម៉ង់1តោនណាបងស្រីជ្រុយជ្រីបាទនៅភ្នំតូចនេះដែរបាទស៊ីម៉ង់កន្លះតោនលោកតាហួលូញនិងភរិយាព្រមទាំងបុត្រដែលមានបរិច្ចាគនៅចំណីផ្លូវនៅខាងនេះជាប់នឹងផ្លូវវត្តនោះគឺស៊ីម៉ង់កន្លះតោនផងដែរលោកគ្រូខំចំពីនិងភរិយាព្រមទាំងបុត្រហើយគាត់ជាក្រុមប្រឹក្សាឃុំបាទស៊ីម៉ង់1តោនទី20លោកឪកៅហេងនិងអ្នកម្ដាយនឿនកំជៀនបាទនៅសហរដ្ឋអាមេរិក$100សហរដ្ឋអាមេរិក
21បងស្រីវ៉ាត់សារូនិងបុត្រធីតានៅសហរដ្ឋអាមេរិកចំនួន$100 22លោកប្អូនស៊ុនប្រហោះនិងប្អូនស្រីច័ន្ទដានីរិទ្ធនៅប្រទេសស្វីសស៊ីម៉ង់1តោនផងដែរហើយ23បច្ច័យសាមគ្គីនៅក្នុងថ្ងៃបុណ្យកឋិនទាននៅវត្តចម្ពូផលគឺបងប្អូនអត់បានដាក់ឈ្មោះទេដោយចូលអ្នកតិចច្រើនគ្នាមកអញ្ចឹងគឺបច្ច័យនេះទទួលបានរួម1,51,000 រៀលជាបច្ច័យខ្មែរនិង$50សហរដ្ឋអាមេរិកណានេះគឺបច្ច័យថ្ងៃបុណ្យបុណ្យនៅសាមគ្គីនៅវត្តហើយក៏មានឈ្មោះអ្នកដែលចូលខាងក្រៅបន្តទៀតបាទទើបតែចូលថ្មីមានលោកភូមិធុងនិងអ្នកស្រីលុនសារ៉នលុនសាវ៉នចំនួន10,000 រៀលឧបាសិកានុតសុទុន40,000 រៀលឧបាសិកាម៉ៃហ៊ុន10,000 រៀលចែកខំ10,000 រៀលណា10,000 រៀលនេះជាឈ្មោះដែលបានទទួលជាបន្តហើយខ្ញុំទៅទទួលយកមួយទៀតនេះឈ្មោះច្រើនពេកទេបងអានប្រហែលជាកាប់វីដេអូពេកហ្នឹងនៅប្រហែលអញ្ចឹងនៅច្រើនដែរអាចទៅយកនឹង stop នេះណែញោមតាកំពុងតែចងដែកញោមណាអត់ហត់ទេអត់ហត់ទេតាណាអត់ហត់ទេអត់ហត់ទេដើម្បីវត្តដើម្បីផលប្រយោជន៍រួមផលប្រយោជន៍រួមបាទជាផលប្រយោជន៍សាធារណៈបងសាធុចឹងមានន័យថាញោមតាអាចជួយអ្វីបានក៏ជួយនឹងទៅណាសាធុល្អមែនទែនមើលឃើញសកម្មភាពញោមទាំងអស់គ្នាក៏ជួយចងដែកចងអីហ្នឹងសុទ្ធតែកម្លាំងចាស់ណានេះជាកម្លាំងសាមគ្គីដើម្បីផលប្រយោជន៍រួមអត់ជួលទេបាទជួលទេអត់អីណាអត់កម្លាំងសាមគ្គីបាទអត់ត្រូវមកទេនេះអាត្មាមកថតញោមក៏អត់ជួលដែរចូលណែមានជួយថតជូនដើម្បីជាការផ្សព្វផ្សាយទៅប្រកាសសប្បុរសជននានាក្នុងប្រទេសក្រៅប្រទេសអាចតំណាក់ជំនេះឲ្យភត្រាជួយវាយឲ្យប្រកាសរួមជួយដល់តាមភូមិអញ្ចឹងកសាងផ្លូវបេតុងចូលមកក្នុងវត្តផងបងជុំនៅស្រុកអញ្ចឹងណាជាបន្តហើយឥឡូវនេះបងអូនត្រីចានីដែលជំនួយការផ្នែកហិរញ្ញវត្ថុជួយគ្រប់គ្រងបញ្ជីស្នាមអីទាំងអស់ហ្នឹងបានមកដល់ដែរឡៃមិញឡៃប្រើរត់ឲ្យសញ្ញេលិខិតស្នាមណាហើយអញ្ចឹងខ្ញុំកណាសូមអានឈ្មោះបងប្អូនយើងជាបន្តទៅទៀតបាទលោកតាវ៉ាសិននិងលោកយាយលៀម10ព្រមទាំងបុត15,000 រៀលលោកគ្រូពេទ្យក្រាញ់ឧត្តមនិងភរិយា20,000 រៀលលោកហួយច័ន្ទនិងលោកកឹមសួនព្រមទាំងបុត10,000 រៀលបាទប្អូនប៉ាវនិងភរិយា20,000 រៀលក្មួយស្រីរស់ម៉ាលីន$15ចៅសេងវូនិងក្មួយរ៉ាមី$10បងភើយវណ្ណៃ10,000 រៀលបងចៅវ៉ានិងចៅគីវ10,000 រៀលតាជួយយីទូច5,000 រៀលប្អូនលួមនាងខៀ10,000 រៀលប្អូនលៀមតុងហាន់និងប្អូនផុនគួយលៀនបាទចំនួន40,000 រៀលចូលជា40,000 រៀលបាទហើយបកលោកប្លង់ថៅនិងអ្នកស្រីចិនកំអានព្រមទាំងបុត20,000 រៀលលោកយាយឡាត់5,000 រៀលលោកម៉មនាងពៅប្អូនម៉មនាងពៅចំនួន10,000 រៀលលោកយាយភ្លៀង5,000 រៀលក្មួយហុងនិងក្មួយប្រុសឧត្តមចំនួន30,000 រៀលលោកតាន់ហាក់ខីនិងភរិយា20,000 រៀលលោកយាយអង30,000 រៀលលោករើននិងបងរើននិងកំហៀបាទប្រុសស្រី20,000 រៀលអានេះតាមរយៈចាស់គាត់កត់មកអញ្ចឹងអានតាមហ្នឹងតាកាយយាយនាត40,000 រៀលហុចនាងចំបៃ30,000 រៀលមីងសម្បត្តិ50,000 រៀលផុងប៊ុនម៉ៃនិងភរិយា10,000 រៀលគុំភួង60,000 រៀលបាទយ៉ាងឈុនអេងបាទលោកយ៉ងឈុនអេងនិងភរិយាព្រៀបព្រឿន50,000 រៀលលោកឈេងអ៊ីនិងអ្នកស្រីរៀនសរៀម50,000 រៀលលោកអៅជាលោកអៅព្រះអង្គគង់បួសនៅវត្តចម្ពូផលនេះបាទដែលគេបងប្អូនហៅលោកអៅធុដុងណាព្រះអង្គ10,000 រៀលឲ្យតាចា
ណាយកបច្ច័យដែលសម្រាប់វត្តណាព្រះអង្គប្រើប្រាស់ 100000 រៀលមកជួលថ្នល់ដែរតាស៊ីនយីឡុក 50000 រៀលលោកដាំលុនព្រមទាំងបុតដាំលោកដាំនាងលុនភរិយាព្រមទាំងបុត 110,000 រៀលប្អូនសាននាងលីបាទជាងបាទធ្វើជាងនៅទីនេះឯងចំនួន 10,000 រៀលហើយនឹងបុនសពប្អូនបាទតាំងដាវដែលគ្រោះថ្នាក់ចរាចរណ៍នោះហើយអញ្ចឹងលោកយាយលោកតាបងប្អូនបានចូលរួមបច្ច័យរួមអត់មានឈ្មោះនេះតែសរុបទាំងអស់ 251,000 រៀលបាទតកាយយាយឆាត 50,000 យេនីតទេតកាយយេនីត 50,000 រៀលលោកខៅគង់នៅស្នួលកោងនៅស្នួលកោងហើយលោកសានសារឿនចំនួន 10,000 រៀលកូនចៅលោកតាប្រសពតាជ្រុយបានប្រកាសហើយបាទហើយបច្ច័យថ្ងៃសិលចេញភាសាបាន 11,000 រៀលទៀតលោករឿនសារឹម 50,000 រៀលឧបាសិកាពេជ្រសិប 40,000 រៀលចែប៉ាសុកនិត 20,000 រៀលធូចន្ទថា 50,000 រៀលរឿនខៃ 40,000 រៀលសុកហ៊ុន 50,000 រៀលលឹមអំណាច 10,000 រៀលវត្តនាងនិច 50,000 រៀលភីរុំស្រីពុំ 20,000 រៀលយាយស្រី 10,000 រៀលឧបាសិកាសិតហេងបាទសក់សិតហេង 20,000 រៀលបងកេតនាងរឿនបាទ 50,000 រៀលលោកគ្រូព្រំហៃណាព្រំហៃលោកគ្រូគាត់ជួយនិវត្តន៍ហើយតែបរៀនកូនចៅកូនក្មេងនៅព្រំតូចនេះ 10,000 រៀលបងពីងសេរីវត្តនិងភរិយាលក់ថ្មខ្សាច់គាត់ចូលខ្សាច់ 3 ម៉ែត្រគីបស្មើ 15,000 រៀលតានិលយីឡាយ 10,000 រៀលយាយអុន 20,000 រៀលនាងភាលក់ផ្លែឈើ 20,000 រៀលណាហើយក្មួយយ៉ាំយិញនិងក្មួយហឹងសម្បត្តិណាចូលចំនួន 50,000 រៀលធៀងសងួននិងពៀតម៉ាលីបាទចំនួន 50,000 រៀលបាទនេះបច្ច័យតាមរយៈខ្ញុំគណៈខ្ញុំបានទទួលបានជាបន្តហើយមកនៅមានលើក្រោយទៀតខ្ញុំគណៈនឹងប្រកាសបន្តទៀតហើយបងប្អូនខ្លះគាត់ចូលដែរតែឈ្មោះចំការចូលសរុបណាឲ្យដល់អញ្ចឹងទៅអ្នកលោកតាអ្នកទទួលគាត់សរុបមកអញ្ចឹងសូមអធិស្ឋានតែមិនបាត់ទៅណាទេណាអ្វីចាត់ចែងនៅក្នុងនេះទាំងអស់ណាសូមអរគុណនិងអរគុណណាសូមរតនាព្រះអង្គមានអ្វីបន្ថែមទៀតអង្គអាចមានសង្ឃលេខាហើយក៏ការជូនដំណឹងដល់សប្បុរសជននានាក្នុងប្រទេសនិងក្រៅប្រទេសអាចទំនាក់ទំនងតាមរយៈបណ្ដាញអ្វីដូចជាលេខទូរស័ព្ទឬក៏ជាផ្សេងលេខទូរស័ព្ទទាំងតែម្ដងអញ្ចឹងណាបងអាចបន្ថែមបន្តិចបន្ទាប់មកបញ្ចប់បើអញ្ចឹងអាត្មាភាពញាតិញោមក៏អាចចូលរួមតាមរយៈអាត្មាភាពឬមួយក៏អាចចូលរួមតាមរយៈលោកគ្រូឬក៏អាចចូលរួមតាមរយៈញាតិញោមដែលជាជំនួយសហការីរបស់លោកគ្រូផ្ទាល់អញ្ចឹងអាចតាក់ទងមកតាមអាត្មាភាពតាមរយៈលេខទូរស័ព្ទ066 96 68 60កុដម្ដងទៀត066 96 68 60កុដនឹងអាចតាមរយៈលេខទូរស័ព្ទរបស់គ្រូទូរស័ព្ទខ្ញុំកណា012 58 53 47ណា012 58 53 47កណាតាមញោមគុណរាអត់ចាំលេខទូរស័ព្ទអត់ចាំឆែកបន្តិចហ្នឹងឆែកលេខទូរស័ព្ទខ្ញុំកណា085 73 65 20គាត់ម្ដងទៀត085 73 65 20គាត់លេខទូរស័ព្ទខ្ញុំបាទ076 27 47 947ម្ដងទៀត076 27 47 947បាទសាធុអរគុណច្រើនសម្រាប់គណៈកម្មការសាងសង់នៅផ្លូវបេតុងសម្រាប់ចូលក្នុងវត្តហើយក៏បានប្រកាសលេខទូរស័ព្ទទាំង4ប្រព័ន្ធមានលេខដេចគុណចាស់ជាព្រះគ្រូចៅអធិការវត្តលេខលោកគ្រូជាគណៈកម្មការហើយលេខញោមជាគណៈកម្មការហើយញោមជាគណៈកម្មការនឹងជំនួយការផ្នែកហិរញ្ញវត្ថុអញ្ចឹងបងប្អូនញាតិមិត្តស្រីប្រុសគ្រប់រូបទាំងអស់ក្នុងប្រទេសនិងក្រៅប្រទេសមានសទ្ធាអាចចូលរួម
ចាប់យកនៅមហាកុសលកសាងនៅផ្លូវថ្នល់បេតុងដែលបានបុណ្យទាំងយប់ទាំងថ្ងៃប្រជាពលរដ្ឋប្រុសស្រីធ្វើដំណើរឆ្លងកាត់នៅពេលណាបានសេចក្តីសុខសេចក្តីចម្រើនហើយក៏រួចផុតចាកទុកនៅក្នុងអនាគតជាតិនោះសូមឲ្យទទួលបាននៅចំណែកបុណ្យកុសលស្មើគ្នាសូមជ្រះថ្លាអនុមោទនី សាធុណាសាធុបាទសូមជូនពរពុកម៉ែបងប្អូនបដិជនគុណគ្រប់ព្រះអង្គទាំងអស់ដែលបានចូលរួមចំណែកមកដំណើរការជាបន្តបន្ទាប់មកនេះខ្ញុំសូមនឹកគុណព្រះរតនត្រ័យទាំង3គុណពុទ្ធពធព្រះសង្ឃទីពឹងទីរលឹកនិងសូមនឹកគុណដល់ទេវតាគ្រប់ទីឋានមានសម្ដេចសកៈទេវរាជស្ដេចចតុលោកបាលព្រមទាំងទេវតានៅតាមទីវត្តអារាមទាំងអស់សូមជួយថែរក្សាបដិជគុណនិងថែរក្សាអាយដាមលោកជំទាវអ្នកអង្គញាលោកស្រីបងប្អូនពុកម៉ែទាំងអស់សប្បុរសជនទាំងអស់សូមមានសុខភាពល្អជាចម្បងហើយមានស្មារតីរឹងមាំសតិរឹងប៉ឹងហើយកើតជាតិណាសូមចេះចាំធម៌ចេះចាំបល័យចេះចាំអីទាំងអស់ហើយមានបុណ្យជាមលុបជួយទ្រទ្រង់ទាំងយប់ទាំងថ្ងៃគណៈសូមអនុមោទនី សាធុសាធុសាធុ